អញ្ចឹងយើងចូលដល់មេរៀនទី38គឺយើងនៅក្នុង chart account ដដែលគឺយើងនិយាយអំពី other current liability អញ្ចឹងយើងចូលទៅ account list តោះមកយើង create new ហើយនៅ account type នៅត្រង់ account type យើងជ្រើសរើសយក type other current liability អញ្ចឹងនៅក្នុង other current liability វាមាន special ID របស់វាអញ្ចឹងនៅក្នុងនោះមាន general មាន unearned revenue មាន what output និង provision account អញ្ចឹងបើសិនជាយើងយក general ឧទាហរណ៍យើងបង្កើត general មួយមកមានន័យថាបង្កើតដាក់ថា what payable ចំនួន what ដែលត្រូវបង់អញ្ចឹងយើងបង្កើតអានឹងតែមួយទៅបន្ទាប់មកយើងកើត unearned revenue អញ្ចឹងយើងនេះក៏យើងដាក់ថា unearned revenue ដែរពីព្រោះវាជាពាក្យដែលយើងប្រើផ្លូវការទូទៅ unearned revenue អញ្ចឹងចំពោះ unearned revenue នេះយើងបង្កើតបានតែមួយទេយើងចង់បង្កើតមួយទៀតអត់បានទេឧទាហរណ៍ថាយើងបង្កើតមើលវាអត់ឲ្យទេតទៅមកទៀតយើងយកអីគេ what output only ចឹង what output នេះក៏បង្កើតបានតែមួយដែរហើយវាជា home currency នៅក្នុង other current liability នេះអញ្ចឹងយើងបង្កើតបាន account តែមួយទេprovision account ចឹងយើងបង្កើតត្រួសប៉ុណ្្នឹងសិនតាក់ទងនឹង other current liability អញ្ចឹងបញ្ជាក់ឡើងវិញថា unearned revenue គឺជាគណនីមួយដែលយើងប្រើសម្រាប់ទទួលលុយកក់ពីអតិថិជនមានន័យថាក្រុមហ៊ុនអតិថិជនយកលុយមកកក់ដើម្បីកំងទំនិញណាមួយអញ្ចឹងយើងប្រើពី unearned revenue យើងប្រែមកមានន័យចំណូលមិនទាន់សម្រេចតាមពិតអានឹងវាជាចំណូលទេក៏ប៉ុន្តែដោយសារចំណូលហ្នឹងមិនទាន់បានខ្លាយជាចំណូលទេវានៅត្រឹមជាលុយដែលគេកក់បើគេកក់មានន័យថាយើងជំពាក់គេឧទាហរណ៍ថាអតិថិជនយកលុយមកកក់យើងចំនួន$1000អញ្ចឹងមានន័យថាយើងទទួលបានលុយកក់គឺ cash យើងកើនឡើងប៉ុន្តែទន្ទឹមនឹង cash កើនឡើង liability ក៏កើនឡើងដែរគឺ unearned revenue ប្រភេទវាជា other current liability អាហ្នឹងក៏កើនឡើងដែរមានន័យបំណុលកើនឡើងលុយយើងចក់កើនឡើងបំណុលកើនឡើងដល់ពេល what output នេះយើងប្រើវាសម្រាប់លក់ទំនិញពន្ធគឺថាពន្ធលើការលក់នៅកម្ពុជាយើងពន្ធលើការលក់នោះវា 10% វ៉ាត់តែសម្រាប់ប្រទេសផ្សេងៗវាមានលក្ខណៈខុសគ្នាខ្លះអញ្ចឹងឲ្យតែមានសកម្មភាពនៃការលក់គឺវាអាចនឹងមានវ៉ាត់ទៅតាមប្រភេទទំនិញឬទៅតាមប្រភេទអតិថិជនឬក៏តាមច្បាប់ក្រោយមកទៀតរបស់គុនដាប៉ុន្តែជាទូទៅដឹងតែកើតមានហើយបើមានសកម្មភាពលក់វាអាចនឹងកើតមានវ៉ាត់ហ្នឹងហើយអញ្ចឹងមានន័យថាវ៉ាត់ហ្នឹងមានន័យថាម៉េចវ៉ាត់មានន័យថាភាសាអង់គ្លេសយើង value add tax អាកលើតម្លៃបន្ថែមអញ្ចឹងឧទាហរណ៍ថាយើងលក់កុំព្យូទ័រមួយគ្រឿងបាន$1000អញ្ចឹងរដ្ឋាភិបាលតម្រូវឲ្យយើងទារពីអតិថិជនរដ្ឋាភិបាលតម្រូវឲ្យយើងទារពីអតិថិជនឲ្យមក 10% នៃតម្លៃដែលយើងបានលក់នឹងផងអញ្ចឹងយើងលក់$1000ហើយបូកវ៉ាត់ 10% វា100ទៀតអញ្ចឹងវាឡើង$1100អញ្ចឹងអតិថិជនត្រូវបង់$1100មកឲ្យខាងក្រុមហ៊ុនលក់ទំនិញហើយក្រុមហ៊ុនលក់ទំនិញហ្នឹងអា100ហ្នឹងគឺជាបំណុលពន្ធដែលយើងនឹងធ្វើការសិក្សាឲ្យបានលម្អិតទាក់ទងជាមួយនឹងប្រតិបត្តិការលក់អញ្ចឹងមានន័យថាអតិថិជននោះគាត់បានបង់ពន្ធទៅឲ្យរដ្ឋាភិបាលចំនួន$100ហ្នឹងមកតាមរយៈក្រុមហ៊ុនយើងអញ្ចឹងយើងគ្រាន់តែមានទូនាទីគ្រាន់តែទទួលជំនួសរដ្ឋាភិបាលសិនទេ
hai bạn dương vô lui nước tàu oi đặt hai bạn ở đây là chẳng dương khoản là tu tục sân đấy chẳng bảo dương tu tục sân vì mình lui bồi dương tí vì chịu bầm nol chẳng dương tu bầm nol nó chùm nô đặt hai bạn sân tụi mót đặt hai bạn dương vô bầm nol nước tàu băng oi đặt hai bạn những tiện tông chủ môi nâng vặt chủ quốc provision account này về tiện tông chủ môi nâng ca thì ní rạp rong xây cắt hạt bên đây tha chỉ kiện đi cắt hạt sầm rạp ca thì ní xây ưu tiên tha dương lụ lan mà kêu tấu tầm lái mà mơn đờ la nó không mà mơn đờ la nó dương hai dương thì ní ở kia bày khai chẳng đâu rồi còn thì ní hầm thì ní mùi năm dương thì ní mùi năm từ lấy ca chuột chuột hai nên từ lấy kêu mình làm chẳng ưu tiên ho chẳng dương thu ca pan sman dương thu ca pan sman là không mà tay chun mùi nướng nông ca thì ní bộ dương nướng vì ai đừng man đô la người ta $500 chỉ một sum chẳng dương catra nó cho được nông provision account chẳng nộp về để miền ca lụ ca láng về ca miền provision account nó chia sẻ để dương prai thị trường cứ được nông microfinance để cắt hạt cháo là cắt hạt mùi phỉ rồi á chẳng nộp về để miền ca là nộp provision account cứ chia bầm nol other current vì chiaประเภท other current liability บม nol chẳngปีนั้นคือถ้าบม nol การล้างจำหน่ายการล้างยืงกัดขาดเจ้าลอยเสียใจบม nol การล้างมาท่ายืงปันสมานถ้าจะยืงหมดนนจะเป็นมาถึงนี้มาชนะยืงออก500จังมีในถ้ายืงขาดออก500หายยืงการถึงนี้นู้ provision account นั้นการล้าง500บม nol การล้าง500จำหน่ายการล้าง500chẳng tiện tông chủ môi nâng other current liability cứ dư miền phần năng